ទូដែលមិនប្រែប្រួលនៅក្នុងសម្បត្តិទី1របស់ពេត្រុសគាត់បានលើកឡើងពីសេចក្តីពិតដ៏ជ្រាលជ្រៅនេះសូមបងប្អូនរួមគ្នាអាននិងពិចារណានៅខគម្ពីរដែលមានអត្ថន័យនេះដែលមាននៅក្នុង1ពេត្រុសចំពោះ1ខ23និង24ព្រះបន្ទូលបានចែងថាត្បិតបងប្អូនបានកើតជាថ្មីមិនមែនមកពីពូជពងដែលរលួយនៅឡើយគឺមកពីពូជពងដែលមិនរលួយវិញដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលគង់នៅនឹងស្ថិតស្ថេរជារៀងរហូតត្បិតអស់ទាំងសាច់ឈាមប្រៀបដូចជាស្មៅហើយអស់ទាំងសេរីល្អរបស់វាដូចជាផ្កានៃស្មៅនោះស្មៅក៏ក្រៀមស្វិតទៅហើយផ្កាក៏ជ្រុះទៅខគម្ពីរនេះពិតជាមានន័យជ្រៅជ្រៅណាស់វានិយាយអំពីការកើតជាថ្មីរបស់យើងមិនមែនកើតជាថ្មីដោយសាររបស់ដែលរលួយបាត់បង់នោះទេគឺដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលគង់នៅនឹងស្ថិតស្ថេរជារៀងរហូតនេះជាភាពខុសគ្នាដ៏ធំធេងគ្រប់យ៉ាងនៅលើផែនដីនេះរួមទាំងរូបកាយរបស់យើងផងគឺប្រៀបដូចជាស្មៅឬជាផ្កាដែលចេះរីកហើយក៏ចេះក្រៀមស្វិតរលាយបាត់ទៅវិញប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺផ្ទុយស្រឡះពីនេះព្រះបន្ទូលគង់នៅហើយនៅស្ថិតស្ថេរជារៀងរហូតវាជាសេចក្តីពិតដែលមិនចេះប្រែប្រួលមិនចេះចាស់ទ្រុឌទ្រោមហើយមិនចេះរលាយបាត់តើយើងអាចអនុវត្តសេចក្តីពិតនេះនៅក្នុងជីវិតប្រចាំថ្ងៃយើងបានដោយរបៀបណានៅពេលយើងយល់ថាអ្វីៗទាំងអស់នៅក្នុងโลกនេះគឺមិនស្ថិតស្ថេរហើយមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលនៅស្ថិតស្ថេរជារៀងរហូតតើយើងគួររស់នៅយ៉ាងដូចម្តេចទី1យើង